Today អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញអំពីការធ្វើការលាងសម្អាតមុខពីរតង់ឬក៏យើងហៅថា double cleansing ចឹងមុននឹងយើងធ្វើការលាងសម្អាតដោយប្រើ cleansing balm ហ្នឹងយើងត្រូវការលាងដៃសិនលាងដៃយើងឲ្យស្អាតហើយទើបយើងធ្វើការប្រើ cleansing balm ចឹងដូចមុខខ្ញុំឥឡូវហ្នឹងចឹងគឺខ្ញុំមាន make up តែដោយសារតែវាមួយថ្ងៃវល់ល្ងាចទៅហើយខ្ញុំលាបស្ដារអញ្ចឹងហើយវាអត់សូវចាំពលឹកអត់សូវឃើញពីការ make up ទេអញ្ចឹងសម្រាប់ការប្រើ cleansing balm នេះយើងត្រូវតែយកស្រាប់ព្រាវាយកមកដួសហើយយើងត្រូវប្រកាសថាមុខយើងបាច់មានទឹកទេគឺបើនេះមុខយើងស្ងួតហើយយើងដួសយកស្រាប់ព្រាយកទៅដួស cleansing balm ហ្នឹងយកចេញមកលាបនៅលើមុខរបស់យើងហើយចាប់ដើមលាងដោយធ្វើការម៉ាស្សាជុំជារង្វង់អញ្ចឹងណាជុំវិញមុខអញ្ចឹងតែនិយាយទៅវាសម្រាប់ brand នេះវា best recommend ហ្មងពួកអីពេលខ្ញុំលាបដំបងទៅខ្ញុំមានអារម្មណ៍ថាវាអត់សម្អាតបានស្អាតទេប៉ុន្តែជាក់ស្ដែងខ្ញុំមើលទៅគឺវាសម្អាតបានស្អាតដោយសារខ្ញុំលាបmascara ហើយ eyeliner ប៉ុន្តែពេលខ្ញុំដាក់ទៅគឺវាបាត់ហ្មងវាសម្អាតបានល្អដូចអញ្ចើមខ្ញុំអីគឺវាសម្អាតបានល្អហ្មងគ្រាន់តែយើងដាក់ទៅបន្តិចទៅគឺវាអាចសម្អាតបានល្អនៅលើផ្ទៃមុខរបស់យើងហ្មងអញ្ចឹងដោយសារយើងលាបដល់កដោយសារខ្ញុំមានលាប sunscreen លាបអីនៅលើកដែរអញ្ចឹងហើយបន្តមកទៀតគឺយើងដាក់ទឹកធម្មតាឬក៏យើងអាចដាក់ទឹកក្តៅអ៊ុនៗក៏បានដែរប៉ុន្តែបើខ្ញុំចូលចិត្តប្រើតែទឹកធម្មតាចឹងយើងដាក់បន្តិចមកហើយចាប់ផ្ដើមញីវាញីដែរយើងជីរង្វង់អញ្ចឹងការលាងសម្អាតហ្នឹងយើងធ្វើមួយអានេះដោយសារខ្ញុំដាក់វីដេអូឲ្យលឿនអញ្ចឹងណាចឹងយើងញីជីរង្វង់ទាំងភ្នែកជាពិសេសនៅផ្នែកច្រមុះរបស់យើងហើយនៅផ្នែកភ្នែករបស់ខ្ញុំដោយសារភ្នែករបស់ខ្ញុំហ្នឹងដោយសារដូចខ្ញុំនិយាយមុនហ្នឹងចឹងគឺខ្ញុំមាន mascara អញ្ចឹងខ្ញុំត្រូវការលាងសម្អាតឲ្យវារៀងនេះបន្តិចវាអាចជ្រះល្អអញ្ចឹងណាអញ្ចឹងយើងនិយាយចឹងហើយយើងថែមទឹកម្ដងតិចរហូតដល់យើងអ្នកទាំងអស់គ្នាឃើញថានៅលើទឹកនៅលើមុខខ្ញុំវាចេញបាយទឹកដោះគោដោយសារជាតិដែលវាចេញពី cleansing balm ហ្នឹងអញ្ចឹងនេះពេលដែលខ្ញុំលុបមុខហើយអញ្ចឹងអានេះគឺជាការលាងមុខតង់ទី1គឺយើងលាងសម្អាតឲ្យស្អាតអស់ទៅឲ្យអស់ដែលគេហៅថាដូចជាទឹកដោះគោហ្នឹងដែលនៅលើមុខយើងហ្នឹងលាងសម្អាតវាឲ្យស្អាតអស់ហើយបន្តមកទៀតបានយើងចាប់ដើមលាងជាមួយទៅនឹង foam សម្រាប់ cleansing balm ហើយនឹង foam អ្នកនរគ្នាប្រើអីត្រូវគឺប្រើហ្នឹងទៅតែប្រភេទរបៀបនៃការប្រើប្រាស់ cleansing balm ហើយនឹង foam សម្រាប់ការធ្វើ double cleansing នេះគឺដូចគ្នាបានន័យថាអ្នកទាំងអស់គ្នា step វាដូចតែគ្នាទេគ្រាន់ថាអ្នកទាំងអស់គ្នាធ្លាប់ប្រើ brand ហ្នឹងអ្នកទាំងអស់គ្នាអាចប្រើ brand ហ្នឹងទៅដែលត្រូវអញ្ចឹងណាដោយសារនេះខ្ញុំប្រើ brand ហ្នឹងត្រូវអញ្ចឹងណាប៉ុន្តែចំពោះខ្ញុំស្បែកមុខខ្ញុំគឺខ្ញុំបដូររហូតខ្ញុំអត់សូវfocus តែមក brand នេះអញ្ចឹងហើយនិយាយទៅមុខខ្ញុំមិនស្អាតហ្មងទេតែគ្រាន់តែថាវា okay វាមិនខ្លាំងទេដោយសារតែខ្ញុំចូលចិត្តញ៉ាំផ្អែមអញ្ចឹងហើយបានឃើញនៅក្រោមឆ្ការបស់ខ្ញុំវាមានមុនចឹងប្រភេទមុនមួយក៏បង្ហាញអំពីបញ្ហាសុខភាពរបស់យើងដែរតែគាត់ថាយើងអត់សូវខេពីវាអញ្ចឹងណាបើផ្លឹងជាយើងបើខ្ញុំអាចតមបានឬក៏និយាយឲ្យយើងដឹងឲ្យយើងអាចតមបានគឺស្បែកមុខរបស់យើងហ្នឹងនឹងស្អាតហ្មងនឹងស្រស់ថ្លាហ្មងប៉ុន្តែដោយសារយើងតមមិនបានអញ្ចឹងហើយបានធ្វើឲ្យនេះស្បែកមុខខ្ញុំអញ្ចឹងវាមានមុនច្រើនដោយសារតែខ្ញុំចូលចិត្តញ៉ាំផ្អែមជាពិសេសចូលចិត្តញ៉ាំរបស់ផ្អែមហ្នឹងហ្មងចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានហើយនេះជាវីដេអូដំបូងរបស់ខ្ញុំចឹងមិនមានអីខុសឆ្គងសូមអភ័យទោសដល់ខ្ញុំផងហើយនេះនៅពេលដែលខ្ញុំបាយចាំងនៅពលឺគឺវាអត់មានមុនកាមឬអីនៅជាប់ច្រមុះទេវាគ្រាន់ថាមានមុនមួយចំនួននៅចកាអរគុណ